ពេលយើងខ្ញុំជាលថតកម្មភាពចេញពីផ្ទះខ្ញុំអញ្ចឹងធ្វើដំណើរពីមកបាំងជីប្រហែលជា10ទីក៏យើងចូលតាមផ្លូវលំដែលផ្លូវដែលបងប្អូនគាត់ធ្វើផ្លូវទៅដើម្បីដាក់មងអញ្ចឹងជិះតាមព្រៃស្លាជិះតាមផ្លូវព្រៃស្លាហ្នឹងគឺជាជាល្អដោយប្រសាផ្លុកវាអត់មានថ្ងៃចាំងហើយយើងជិះមកដល់ឯនេះយើងក៏ទុកម៉ូតូយើងក៏ដើរមកមិនដើរបន្តិចទេដើររៀងឆ្ងាយដែរដោយសារតែផ្លូវម៉ូតូគេជិះដល់ស្ទឹងតែប៉ុន្តែថាមានឈើបាក់កាត់ស្ទឹងផ្លូវអញ្ចឹងខ្ញុំខ្ជិលសែងម៉ូតូហើយក៏ខ្ជិលឆ្កាវៀងក៏មកចិត្តដើរកាប់ដើរនឹងដើរមិនឆ្ងាយហ្មងដើរต้อง10ជាងនាទីតិចតួចយើងក៏មកដល់ស្ទឹងយើងក៏រៀបចំចាត់ចែងស្ទូចរៀបចំហើយកំងបងថ្លៃអុយគាត់ថតអុយហើយរៀបចំស្ទូចហើយថ្ងៃនេះលេងនឹងដងក្លាស្ទឹងអូតម្លៃចិត្ត100ដែរស្ទឹងទៅមើលបងប្អូនមើលទឹកវាល្អបើសិនទឹកថ្លាខ្ញុំធានាអុយគប់អ្នកអុយខន្ត្រីយំហ្មងហើយកន្លែងនេះគប់តែ3ខ្សែចូលមួយត្រីកម្មាន់តង3ខាំតូចតូចអត់ធំធំបានព្រោះអីទឹកល្អពីវាឆាប់អាធំធំមកឆាប់ខាំរួចខ្ញុំថតអត់តខ្ញុំថតបានតែ